ដាព្រះកុមារកាសបៈកាលព្រះបរមសាស្តាទ្រង់គង់នៅក្នុងវត្តចេតពុនគ្រានោះមានស្ត្រីម្នាក់ដែលជាធីតារបស់សេដ្ឋីក្រុងរាជក្រឹសជាអ្នកមាននិស្ស័យក្នុងបព្វជិតាំងតែពីពេលដែលនាងនៅក្មេងខ្ចីមកម្លេះនាងបានសុំមេដាទៅបួសជារឿយៗតែមេដានាងមិនព្រមអនុញ្ញាតឲ្យនាងទៅបួសសោះរហូតដល់ពេញវ័យក្រមុំទើបមេដាបិតារៀបចំឲ្យមានស្វាមីការដាំឡើយអញមានបំណងចង់បួសក្នុងសំណាក់ព្រះពុទ្ធអង្គតែមេដាមិនព្រមសោះពេលនេះសំគួរហើយអ្នកអើយដាំឡើយអូនមានចិត្តចង់បួសយូរហើយតែមេដាមិនព្រមសោះហើយពេលនេះបើអូនចង់ទៅបួសតើអ្នកយល់យ៉ាងណាដែរអូប្រពន្ធសម្លាញ់បងពិតជាស្រឡាញ់អូនណាស់ប៉ុន្តែបើការចេញបួសជាបំណងរបស់អូនយូរហើយបងក៏មិនជំទាស់អីដែរសូមអូនសម្រេចតាមបំណងចុះនេះគឺពិតជាសេចក្តីអនុគ្រោះដល់ប្រពៃណាអ្នកអើយអូនសូមអរគុណនៅទឹកចិត្តនេះយ៉ាងខ្លាំងតមកនាងមានផ្ទៃពោះតែនាងមិនបានដឹងខ្លួនសោះហើយក៏បានសុំលាស្វាមីទៅបួសស្វាមីក៏បានអនុញ្ញាតឲ្យនាងទៅបួសតាមសេចក្តីប្រាថ្នានាងបានបួសក្នុងសំណាក់នៃនាងភិក្ខុនីដែលត្រូវជាបពួកនៃភិក្ខុទេវទត្តណែនាងមើលទៅពោះរបស់នាងកាន់តែធំឡើងហើយនាងគួរតែសឹកចេញទៅបើពិតលោកម្ចាស់នាងខ្ញុំមិនបានបួសឧទ្ទិសចំពោះលោកម្ចាស់ទេគឺនាងខ្ញុំបួសឧទ្ទិសចំពោះព្រះពុទ្ធអង្គតែថាការមានផ្ទៃពោះក្នុងភ្នួតដូច្នេះមិនប្រពៃឡើយក្នុងព្រះសាសនានេះសូមទុកថ្វាយព្រះពុទ្ធអង្គជាអ្នកសម្រេចប្រតិចបើព្រះអង្គឲ្យខ្ញុំប្រកាសណាសឹកខ្ញុំប្រកាសណានឹងសឹកភ្លាមមិនឲ្យលោកម្ចាស់លំបាកឡើយពួកភិក្ខុនីបាននាំនាងទៅក្រាបទូលរឿងនេះថ្វាយដល់ព្រះសាស្តាចារ្យទ្រង់ជ្រាបច្បាស់ក្នុងព្រះតីប៉ុន្តែដើម្បីជំរះអធិករនេះទើបត្រាស់បញ្ជាឲ្យហៅត្រកូលធំមានព្រះបាទបសេនតិកោសលអនាថបិណ្ឌកសេដ្ឋីនិងនាងវិសាខាមហាឧបាសិកាជាដើមឲ្យជួយពិនិត្យតើនាងមានផ្ទៃពោះតាំងតែពីត្រឹមណាមកមនាលឧបាសិកាចូលនាងពិនិត្យថាតើភិក្ខុនៃរូបនេះមានផ្ទៃពោះពីពេលណាដែរបបពិតព្រះអង្គដ៏ចម្រើនបើតាមថ្ងៃខែគឺនាងមានផ្ទៃតាំងពីមិនទាន់ចូលបួសម្លេះដូច្នេះនាងមិនមានកំហុសទេណ៎ហើយចុះតថាគតអនុញ្ញាតឲ្យនាងបន្តក្នុងជីវភាពជាភិក្ខុនីដោយមានការមើលថែយ៉ាងត្រឹមត្រូវរហូតដល់ថ្ងៃសម្រាលបុត្រចុះលុះដល់នាងមានផ្ទៃពោះគ្រប់ខែហើយក៏បានសម្រាលកូនប្រុសមួយព្រះបាទបសេនតិកោសលទ្រង់ទូលសុំយកកូននោះទៅចិញ្ចឹមហើយទ្រង់បានប្រទាននាមថាកុមារកាសបៈបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះករុណាសូមទទួលយកកូននេះទៅចិញ្ចឹមបានទេបបិទ្ធមហារាជសូមទ្រង់ចាត់ចែងតាមការគួរសូមចិញ្ចឹមកូនប្រុសនេះប្រកបដោយធម៌ចុះក្រាបទូលព្រះអង្គខ្ញុំព្រះករុណានឹងចិញ្ចឹមកូននេះប្រកបដោយធម៌ក្រោយមកកុមារនោះធំដឹងក្តីហើយបានទៅបួសជាភិក្ខុក្នុងព្រះពុទ្ធសាសនាបានស្ដាប់ព្រះធម៌ទេសនាអំពីសំណាក់នៃព្រះសាស្តាហើយក៏បានសម្រេចព្រះអរហត្តផលចំណែកនាងភិក្ខុនីដែលជាមេដាចាប់តាំងពីមានកូនមកមួយថ្ងៃមិនដែលបានប្រតិបត្តិធម៌ឬធ្វើអ្វីសោះគិតតែពីយំនឹកកូនឥតមានពេលភ្លេចថ្ងៃមួយនាងភិក្ខុនីបានជួបនឹងព្រះកុមារកាសបៈដែលកំពុងតែនិមន្តបិណ្ឌបាតដូចគ្នាដែរហើយក៏រត់ស្ទុះទៅដើម្បីចាប់តែបានដួលជាមុនបើញោមស្រីបានស្ដាប់ពាក្យដ៏ពីរោះពីអាត្មាអញហើយក៏នឹងវិនាសសាបសូន្យអំពីមគ្គផលមិនខានឡើយមិនដឹងជាស្អីទេញោមបួសហើយមិនខំប្រតិបត្តិធម៌ទេអង្គុយតែនឹកកូននឹងបានប្រយោជន៍អីមកវិញអោណូអញខំនឹកកូនអស់ពេល20ឆ្នាំមកហើយតែកូនគ្មាននឹកយើងសោះណាស់ហើយចុះពីពេលនេះទៅយើងគួរខំចម្រើនធម៌វិញទៅប្រសើរនាងភិក្ខុនីដែលជាមេដាបានស្ដាប់ឮពាក្យមិនគប្បីដូច្នេះហើយក៏អស់សេចក្តីអាឡោះអាល័យចំពោះកូនហើយបានខិតខំប្រតិបត្តិធម៌រហូតដល់បានសម្រេចអរហត្តផលក្នុងថ្ងៃនោះលំដាប់នោះភិក្ខុទាំងឡាយបានសន្ទនាគ្នាអំពីរឿងនោះព្រះសាស្តាទ្រង់ជ្រាបទើបទ្រង់ចូលទៅកាន់ធម្មសាលារួចត្រាស់នៅព្រះគាថានេះថាមនាលភិក្ខុទាំងឡាយខ្លួនជាទីពឹងរបស់ខ្លួនបុគ្គលដទៃជាទីពឹងដូចម្តេចបានព្រោះថាបុគ្គលអ្នកមានខ្លួនហ្វឹកហ្វឺនល្អហើយរមែងបាននៅទីពឹងដែលគេបានដោយកម្រអ្នកដឹកនាំប្រកបដោយបញ្ញាតែងតែដោះស្រាយបញ្ហាប្រកបដោយសុភវិនិច្ឆ័យខ្ពស់ផ្អែកលើអង្គហេតុនិងភស្តុតាងជាក់ស្ដែងក្នុងដំណើរជីវិតគ្មាននរណាម្នាក់
អាចជាទីពឹងរបស់យើងបានឡើយដូច្នេះមានតែខ្លួនយើងប៉ុណ្ណោះទើបជាទីពឹងដ៏ប្រពៃបានឧបនិស្ស័យដែលគេបានកសាងហើយរមែងធ្វើឲ្យសម្រេចបាននូវគុណធម៌ជាន់ខ្ពស់ក្នុងការជាទីបំផុតសូមចុចលើប៊ូតុង Subscribe រួចចុចរូបកណ្ដឹង ដើម្បីទទួលបានវីដេអូជាទីជ្រះថ្លាជាច្រើនទៀតពីមាគ៌ាព្រះធម៌មាគ៌ាព្រះធម៌នាំមកជូនដោយ Medphone